ដោយបានឃើញអំពីការសម្ដែងនៅមតិលើគំនិតបង្ហាញទស្សនៈទានពីសំណាក់បងប្អូនអ្នកសារព័ត៌មានរៀមច្បងដែលយល់ច្បាស់ស៊ីជម្រៅក្នុងវិស័យកងកម្លាំងលើកឡើងអំពីចំនួនអធិការរងតាមអធិការឋានក្រុងស្រុកខណ្ឌនីមួយៗហើយបងប្អូនអ្នកសារព័ត៌មានផ្ញើសំណួរមកកាន់ខ្ញុំបងប្អូនសាធារណជនបញ្ចេញមតិយោបល់លើកជាសំណួរផ្សេងៗតាមបណ្ដាញសង្គមនានាចឹងទេខ្ញុំសូមជូនជារួមត្មងបាទទី1ខ្ញុំមានសេចក្តីសោមនស្សរីករាយទទួលយកនៅគំនិតទស្សនៈទានរបស់បងប្អូនទាំងអស់ពាក់ព័ន្ធទៅនឹងចំនួនរងនៃអធិការរងតាមអធិការឋានក្រុងស្រុកខណ្ឌនានាដោយបង្ហាញថានេះគឺជាការគ្រប់គ្រងនេះគឺជាការចូលរួមពីសំណាក់បងប្អូនទាំងអស់ក្នុងការដឹកនាំរដ្ឋនិយាយដល់ឡែកគឺក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃពលគឺសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ជូនថាទស្សនៈទានទាំងអស់នេះស្របនឹងស្មារតីចំហរបស់ក្រសួងមហាផ្ទៃគ្រប់គ្រងនិងចូលរួមជាមួយក្រសួងមហាផ្ទៃពីព្រោះតាំងពីដើមអាណត្តិមកម្លេះដែលក្រសួងមហាផ្ទៃបានយកប្រធានបទចំនួនរងទាំងអស់នេះយកមកសិក្សាស្រាវជ្រាវប្រជុំបែងចែកក្រុមការងារសិក្សាស្រាវជ្រាវរហូតដល់បានលទ្ធផលជាគូលយកមកធ្វើជាមូលដ្ឋានពិនិត្យជាបន្តទៅទៀតកាលនោះគឺបានសិក្សាស្រាវជ្រាវចំនួនរងរួមមានដូចជាអធិការរងហ្នឹងនាយរងកាយឡៃចំនួនប្រមាណទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិស្នងការរងរាជធានីខេត្តទាំងអស់ត្រូវមានចំនួនប្រមាណអនុប្រធានយុវដ្ឋាននិងអនុផ្សេងនៅទីទៀតត្រូវមានចំនួនប្រមាណរហូតដល់អគ្គស្នងការរងអគ្គនាយករងថែមទៀតផងដែរត្រូវមានចំនួនប្រមាណគឺបានសិក្សាទាំងអស់ដល់ឡែកចំពោះក្របខ័ណ្ឌអធិការរងនាយរងកាយឡៃស្នងការរងជាពិសេសគឺការពីដើមអាណត្តិថ្នាក់នាំក្រសួងបានមានប្រសាសន៍ជាសាធារណៈពាក់ព័ន្ធទៅនឹងចំនួនស្នងការរងនឹងគួរពីប្រមាណទៅប្រមាណរហូតដល់មហាជនលោកសម្ដែងការគ្រប់គ្រងបងប្អូនអ្នកសារព័ត៌មាននិងសម័យខ្លួនមានការងឿងឆ្ងល់ដែរថាចុះបើកំណត់ចំនួនប៉ុណ្ណឹងទៅប៉ុណ្ណឹងអ្នកលើសពីនឹងយកទៅណាឬក៏បញ្ចប់ដកហូតតំណែងគាត់ស្នងការរងនោះហ្នឹងហើយអញ្ចឹងទេខ្ញុំតិចទៀតនឹងប្រកេនជំរាបបន្តទៀតអញ្ចឹងទេក្រោយពីការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់បានជាមូលដ្ឋានមកគឺថ្នាក់នាំក្រសួងបានដាក់ចេញនៅវិធានការបឋមមួយចំនួនទី1គឺអនុញ្ញាតឲ្យពួកគាត់ផ្ទេរដោយស្ម័គ្រចិត្តពីកន្លែងមួយទៅកន្លែងមួយប៉ុន្តែផ្ទេរពីកន្លែងច្រើនទៅកន្លែងតិចមិនមែនពីកន្លែងតិចមកកន្លែងច្រើនទេរងហ្នឹងណាបាទផ្ទេរទៅកាន់តំណែងដែលសមមូលនឹងឬក៏ទៅតំណែងខ្ពស់ដែលសមស្របតាមប្រអប់នីមួយប៉ុន្តែផ្ទេរនេះនិយាយមែនទែនទៅវាពិបាកដែរពីកន្លែងមួយទៅកន្លែងមួយសិតតែចោលដូចគ្នាហ្នឹងហើយទី2វិធានការបឋមគឺទប់ស្កាត់មិនឲ្យមានការតែងតាំងបន្ថែមលើចំនួនដែលមានស្រាប់បិទការតែងតាំងថ្មីលើចំនួនដែលមានស្រាប់បាទលើកលែងតែចាំបាច់បំផុតតម្រូវការចំពោះមុខប៉ុន្តែត្រូវផ្អែកទៅលើសម័យខ្លួនមន្ត្រីនោះមានចំណេះដឹងមានជំនាញមានបទពិសោធន៍តែត្រូវយកចំណេះដឹងជំនាញបទពិសោធន៍នោះមកបម្រើការងារក្នុងមុខតំណែងរងនោះចាំបាច់បំផុតទេហើយត្រូវវិតម្លៃថាបុគ្គលនោះជាមនុស្សដែលមានការទទួលខុសត្រូវបំពេញកិច្ចការងារប្រកបដោយគុណភាពម្ចាស់ការនឹងមានសីលធម៌ក្នុងទំនាក់ទំនងការងារថែមទៀតផងដែរមានតិចបំផុតបាទតាក់ទងទៅនឹងវិធានការមួយទៀតគឺ
អនុវត្តគោលការណ៍តាមកាលវេលាបានន័យថាបើសិនជាមន្ត្រីកាន់មុខតំណែងរងនោះលោកចូលនិវត្តន៍ហាមដាច់ខាតតែងតាំងមុខតំណែងរងនោះមកបំពេញបន្ថែមទៀតអត់ទេបាទក្នុងករណីដែលមន្ត្រីកាន់មុខតំណែងរងនោះលោកស្នើសុំចូលនិវត្តន៍មុនអាយុកំណត់មិនអាចតែងតាំងចំនួនរងមុខតំណែងរងនេះបន្ថែមទៀតទេហ្នឹងហើយមួយទៀតអនុវត្តតាមយថាភាពឬក៏យថាហេតុមានន័យថាបើសិនជាមន្ត្រីដែលកាន់មុខតំណែងរងនោះលោកទទួលមរណភាពដោយប្រការណាមួយហាមដាច់ខាតតែងតាំងបំពេញបន្ថែមបិទតំណែងក្នុងករណីដែលមន្ត្រីបំពេញការងារទៅមានកំហុសឆ្គងដែលកំហុសឆ្គងរបស់គាត់នឹងឈានទៅដល់ការបញ្ចប់មុខតំណែងឬក៏ដកហូតមុខតំណែងបាទឬក៏ដាក់ឲ្យចូលនិវត្តន៍ដោយបង្ខំឬការផ្ទេរដោយបង្ខំទៅកន្លែងផ្សេងហាមដាច់ខាតតែងតាំងបំពេញបន្ថែមបាទហាមដាច់ខាតហើយទាំងអស់នេះគឺបានអនុវត្តបានតាំងពីពេលដាក់ចេញនៅវិធានការរហូតមកដល់ឥឡូវនេះគឺបានអនុវត្តបានអញ្ចឹងចំនួននេះគឺជាការពិតហើយវាអាចថាកន្លែងខ្លះនៅដដែលកន្លែងខ្លះក៏ថមថយជាដំណាក់កាលទៅតាមអ្វីដែលខ្ញុំបានលើកនៅចំណុចមួយនោះបាទប៉ុន្តែសំណួរសួរថាតើត្រូវបញ្ចប់មុខតំណែងពួកគាត់នងត្មងដកមុខតំណែងពួកគាត់នងត្មងចាប់បខំផ្ទេរគាត់ពីកន្លែងនេះទៅកន្លែងនោះដោយមិនសមហេតុសមផលតាមចំនួនដែលយើងសិក្សាបឋមកន្លងមកនោះឬក៏យ៉ាងម៉េចកន្លែងនេះគឺថាយើងមិនអាចធ្វើអញ្ចឹងបានទេបាទសន្សំកុំបំបោពីព្រោះយើងមិនអាចយករូបមន្តកាប់មេឈើលះមេឈើយកមកអនុវត្តចំពោះមនុស្សបានទេយើងមិនអាចយករូបមន្តកាត់ផ្កាកាត់ស្មៅយកមកអនុវត្តចំពោះមនុស្សបានទេកន្លែងខ្លះគឺមិនបានទេខ្ញុំសូមនិយាយថាកន្លែងខ្លះគឺមិនបានទេទៅតាមអ្វីដែលជាវិធានការជាដំណាក់កាលអញ្ចឹងទៅបាទប្រើពេលយូរមែនប៉ុន្តែវាមានសុខដុមនីយកម្មពីព្រោះមនុស្សគឺមានសាច់មានឈាមមានជីវិតរស់នៅមានគ្រួសារមានតម្រូវការបាទដែលយើងគិតគ្រប់ជ្រុងគិតគ្រប់ជ្រួយទាំងអស់បាទអញ្ចឹងជារួមត្រឡប់មកវិញវិធានការដែលបានលើកឡើងខាងលើគឺយើងទប់ស្កាត់បានទាំងអស់បានន័យថាគ្មានការតែងតាំងបន្ថែមលើចំនួនចាស់ដែលមានគ្មានការតែងតាំងបំពេញបន្ថែមក្នុងករណីមរណភាពទីចេញទីដោយបង្ខំដាក់ឲ្យចូលនិវត្តន៍ដោយបង្ខំបញ្ចប់មុខតំណែងដោយកំហុសឆ្គងដោយប្រការណាមួយគឺទប់បានទាំងអស់រហូតមកដល់ឥឡូវនេះយើងទប់បានអញ្ចឹងយើងនៅបន្តធ្វើជាបន្តទៀតតែត្រូវការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់បងប្អូនអ្នកសារព័ត៌មានហើយចំនួនជាគូលអធិការរងនាយរងការឡៃស្នងការរងអនុធានយោគដ្ឋានអគ្គរងផ្សេងទាំងអស់នេះបញ្ជាក់ជូនបងប្អូនសាធារណជនឲ្យបានជ្រាបជាបន្តនៅពេលខាងមុខដែរអញ្ចឹងខ្ញុំសូមថ្លែងអំណរអបប្រជាជននិងអរគុណចំពោះបងប្អូនមហាជនទាំងអស់ដែលបានផ្ដល់នូវព័ត៌មានដល់ក្រុមការងារក្រសួងមហាផ្ទៃចាត់វិធានការតាន់ពេលតាន់វេលាលើកឡើងនៅមតិយោបល់ផ្សេងដើម្បីជាធាតុចូលនៅក្នុងការចាត់វិធានការដោះស្រាយទៅតាមដំណាក់កាលនីមួយយើងចាត់ទុកថាអតីតកាលគឺជាមេរៀននិងជាមូលដ្ឋានសម្រាប់យើងពិចារណាក្នុងការវះកាត់ការធ្វើកំណែតម្រង់នាពេលបច្ចុប្បន្នសម្រាប់ដើរឆ្ពោះទៅអនាគតដូច្នេះយើងទ្រាំទាំងអស់គ្នាហើយយើងចូលរួមទាំងអស់គ្នាលទ្ធផលនឹងមានជាដំណាក់កាលខ្ញុំសូមបញ្ចប់សូមថ្លែងគំរាមសូមគោរពលា